โดยได้លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងរួមមកហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថាការរៀបអាពាហ៍ពិពាហ៍ភាគច្រើននៅកម្ពុជាជាពិសេសនៅតាមជនបទបានធ្វើទៅដោយគ្រាន់តែមានរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីតែប៉ុណ្ណោះក៏ប៉ុន្តែមិនបានទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់នោះទេយោងទៅតាមការស្រាវជ្រាវយើងឃើញថាការរៀបចំអាពាហ៍ពិពាហ៍ភាគច្រើននៅតាមជនបទនៅក្នុងទូទាំងប្រទេសបានធ្វើទៅតាមរបៀបប្រពៃណីយើងក៏ប៉ុន្តែភាគច្រើនមិនបានទៅចុះបញ្ជីឯកសារស៊ីវិលដែលទទួលស្គាល់ទៅតាមផ្លូវច្បាប់ថាដៃគូទាំងពីរជាប្តីនិងប្រពន្ធចំណងអាពាហ៍ពិពាហ៍ដែលមានត្រឹមតែពិធីរៀបការតាមប្រពៃណីដែលគ្មានការចុះសម្បត្តិអាពាហ៍ពិពាហ៍បែបនេះមិនមានសុពលភាពតាមផ្លូវច្បាប់នោះទេមានន័យថាបើទោះជាគូស្វាមីភរិយានេះរស់នៅជាមួយគ្នាដែលមានការទទួលស្គាល់ពីសង្គមថាជាប្តីប្រពន្ធរៀបការពេញមុខពេញមាត់ហើយក៏ដោយក៏ប៉ុន្តែតាមផ្លូវច្បាប់អ្នកទាំងពីរកំពុងតែរស់នៅដោយគ្មានចំណងអាពាហ៍ពិពាហ៍នោះទេអាពាហ៍ពិពាហ៍បែបនេះអាចនឹងបង្កជាបញ្ហាស្មុគស្មាញច្រើនជាពិសេសនៅពេលមានការលែងលះឬក៏នៅពេលដែលភាគីណាមួយទៅលបលួចមានប្តីឬប្រពន្ធផ្សេងហេតុដូច្នេះហើយបានជាលោកជំទាវអង្គន្ថាភាវីបានអំពាវនាវឲ្យគូស្វាមីភរិយាត្រូវតែនាំគ្នាទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់គេហៅថាមាន polygamy នោះយើងភាសាបារាំងគេនិយាយ polygamy នោះថាយើងអាចយកភរិយាឬយើងអាចយកស្វាមីច្រើនដោយអត់មានច្បាប់ណាអាចផ្ដន្ទាទោសគាត់នេះជាបញ្ហាមួយទៀតយើងចង់ឲ្យមានគេហៅថាច្បាប់កំណត់បច្ចុប្បន្ននៅលើអាយុក្នុងការរៀបចំអាពាហ៍ពិពាហ៍ច្បាប់ទាមទារឲ្យស្ត្រីត្រូវមានអាយុ18បានការបានបុរសត្រូវតែមានអាយុ20ឆ្នាំបានការបានដូច្នេះពេលដែលយើងខ្ញុំជួបប្រទះការប្តឹងរបស់ស្ត្រីភាគច្រើនមកពីជនបទនេះមកក្រសួងកិច្ចការនារីពេលនោះហើយដែលយើងខ្ញុំយល់ឃើញថាត្រូវតែផ្សព្វផ្សាយឲ្យបងប្អូនស្ត្រីយើងលោកយល់នៅលើសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនពេលណាយើងរៀបចំអាពាហ៍ពិពាហ៍យើងត្រូវតែសុំឲ្យមានការចុះបញ្ជីឯកសារស៊ីវិលឲ្យច្បាស់លាស់សំណួរសួរថាតើការចុះសម្បត្តិអាពាហ៍ពិពាហ៍ត្រូវធ្វើឡើងដោយគោរពទៅតាមនីតិវិធីអ្វីខ្លះសូមស្ដាប់ការពន្យល់របស់លោកខាត់ណារិតចៅសង្កាត់ទន្លេបាសាក់ក្នុងក្រុងភ្នំពេញជាធម្មតាអបមកថាខាងស្រីនៅសកាត់ខ្ញុំអញ្ចឹងខាងប្រុសនៅសកាត់ផ្សេងគេស្នើសុំពីសកាត់ខាងប្រុសមកខាងស្រីមកថាខាងប្រុសនៅសកាត់ចាក់ទៅមុខអញ្ចឹងមកគោរពចូលមកសញ្ញេចៅសកាត់ហ្នឹងសញ្ញេគោរពចូលមកចៅសកាត់ទលេផ្សារខាងខ្ញុំនេះសកាត់ខាងប្រុសហ្នឹងគេបញ្ជាក់ថាឈ្មោះកហ្នឹងគាត់ប្រុសហ្នឹងពិតជានៅលីវឬក៏ពោះម៉ាយហ្នឹងគាត់មានសើក្រមលែងលះគ្នាឬក៏មានលិខិតមរណភាពអីចឹងណាហើយមានពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ចឹងមកគាត់សញ្ញេបញ្ជូនមកឲ្យខ្ញុំអញ្ចឹងខាងសង្កាត់នេះបញ្ជូនមកឬក៏ខាងសង្កាត់នឹងឲ្យទៅសម័យខ្លួនសម័យខ្លួនមកសម័យខ្លួនពេលដែលសញ្ញេឲ្យហ្នឹងគឺសម័យខ្លួនកាន់យកមកឲ្យសម័យខ្លួនខាងស្រីហ្នឹងគេពេញបែបបត់តាមបែបបត់ខាងប្រុសយកមកឲ្យសង្កាត់ខាងស្រីនេះសញ្ញេចុះហត្ថលេខាណាសូមបញ្ជាក់នៅកន្លែងហ្នឹងថាដល់ពេលដែលទៅសុំហ្នឹងទាំងសងខាងទាំងខាងស្រីហើយនិងខាងប្រុសហ្នឹងត្រូវនាំឯកសារសំខាន់អីខ្លះដែលចាំបាច់ត្រូវតែមានទី1សភៅគ្រួសារសភៅស្នាក់នៅហ្នឹងហើយនឹងអត្តសញ្ញាណប័ណ្ណមានសភៅមានសម្បត្តិកំណើតបាទសម្បត្តិកំណើតទាំងសងខាងហ្នឹងទាំងខាងស្រីខាងប្រុសពេលដែលមកដល់សង្កាត់ខាងស្រីហ្នឹងនៅពេលដែលចុះហត្ថលេខាគឺត្រូវចុះហត្ថលេខានៅចំពោះមុខចៅសង្កាត់មិនអញ្ចឹងទេបាទចំពោះមុខចៅសង្កាត់ហ្នឹងនៅពេលដែលទៅចុះហត្ថលេខានៅចំពោះមុខចៅសង្កាត់ហ្នឹងតើត្រូវទៅតែពីរនេះឬក៏ត្រូវមានឪពុកម្ដាយឬក៏អ្នកណាទៅដែរជាចាំបាច់ទេបាទអាចជួនកាលគេទៅទាំងពីរនេះជួនកាលគេមានឪពុកម្ដាយជូនទៅដែរដើម្បីធ្វើជាសាក្សីនៅចំពោះមុខចៅសង្កាត់ចុះបើសិនជាអត់មានឪពុកម្ដាយទៅតែពីរនាក់ហ្នឹងក៏មានសាក្សីមិត្តភក្តិអីចិត្តខាងអីខាងប្រុសខាងស្រីហ្នឹងអាចទៅធ្វើសាក្សីបានបាទតើសាក្សីទៅមានប្រមាណអ្នកបាទអាចចាប់ពី2នាក់ឡើងទៅតែ2នាក់ទេអាចតែ1នាក់ឬក៏2នាក់ប៉ុណ្ណឹងបានគឺសង្កាត់ពេលដែលបានឯកសារទាំងអស់ចុះហត្ថលេខាហើយសង្កាត់ចេញលិខិតប្រកាសមួយបានប្រកាសរៀបអាពាហ៍ពិពាហ៍ក្នុងរយៈពេល10ថ្ងៃហ្នឹងមុននឹងការហ្នឹងគឺបាត់ប្រកាសហ្នឹងនៅផ្ទះខាងស្រីសូមបញ្ជាក់ម្ដងទៀតប្រកាសហ្នឹងនៅពេលដែលបាត់ហ្នឹងបាត់តែខាងស្រីទេមិនបាច់បាត់ខាងប្រុសទេមិនអញ្ចឹងទេបាទបាត់ខាងស្រីអាចថាខាងប្រុសហ្នឹងជាកូពីយតែបាត់មួយទៀតក៏មានដែរបើក្នុងរយៈពេលហ្នឹងអាចថាបើខាងស្រីពាក់ព័ន្ធអីគឺប្តឹងក្នុងរយៈពេល10ថ្ងៃហ្នឹងគឺច្បាប់គេឲ្យខាងប្រុសខាងស្រីហ្នឹងបើតែមានពាក់ព័ន្ធអីណាមួយទៅដាក់ពាក្យប្តឹងមកសង្កាត់សម័យខ្លួនខាងស្រីហ្នឹងដើម្បីធ្វើការដោះស្រាយរយៈពេល10ថ្ងៃហ្នឹងប្រកាសហើយរយៈពេល10ថ្ងៃហើយអត់មានអ្នកណាតវ៉ាទេសម័យខ្លួនទាំងពីរនឹងរៀបចំអាពាហ៍ពិពាហ៍បាទរៀបចំអង្គតាមប្រពៃណីហើយអញ្ចឹងទៅបាន4-5ថ្ងៃឬក៏មួយអាទិត្យ
យ៉ាងយូរមួយខែច្បាប់គេថាយ៉ាងយូរមួយខែឲ្យសម័យខ្លួនមកចុះសម្បត្តិអាពាហ៍ពិពាហ៍ចុះអាពាហ៍ពិពាហ៍ហ្នឹងគឺសកាត់ចេញសម្បត្តិអាពាហ៍ពិពាហ៍ហ្នឹងស្របច្បាប់ហើយយើងចេញกระดาษហ្នឹងឲ្យជាផ្លូវការហើយសម័យខ្លួនទាំងពីរហ្នឹងស្ថិតបិដៃលើសភៅអត្រានុកូលដ្ឋានចំនួន2កំណើតក្នុងការចុះសម្បត្តិអាពាហ៍ពិពាហ៍តាំងពីដាក់ពាក្យសុំទាំងនៅក្នុងសង្កាត់ខាងប្រុសនិងសង្កាត់ខាងស្រីនេះតើត្រូវបង់កម្រៃសេវាអីដែរទេបាទអាហ្នឹងតាមច្បាប់គឺបង់តាមរ៉ែបរបស់ក្រសួងមហាផ្ទៃបានកំណត់ប្រមាណពោះរៀលអញ្ចឹងទៅថ្លៃតាមថ្លៃអីហ្នឹងយើងដឹងថាតាំងពីដើមមកមានការរៀបអាពាហ៍ពិពាហ៍ដោយមិនមានកដាស្នាមហ្នឹងដល់ពេលឥឡូវហ្នឹងនីតិវិធីតើស្តៀងគ្នានឹងការរៀបអាពាហ៍ពិពាហ៍ថ្មីដែរឬក៏យ៉ាងម៉េចសូមជម្រាបត្រួសរបៀបទៅសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍បាទអ្នកដែលការចាស់ដូចយកមកថាគាត់ការពីចំនួនខ្មែរក្រហមអញ្ចឹងគឺគាត់ការហ្នឹងអត់មានសម្បត្តិអាពាហ៍ពិពាហ៍ទេចំនួនហ្នឹងតែឥឡូវគាត់មកសុំធ្វើគឺសមត្ថភាពទាំងពីរហ្នឹងដាក់ពាក្យមកស្នើសុំមកចៅសកាត់មកមន្ត្រីអត្រានុកូលដ្ឋានសកាត់ហ្នឹងដើម្បីសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍អញ្ចឹងពេលដែលដាក់មកហើយគឺយើងផ្អែកតាមពាក្យស្នើសុំហ្នឹងគឺយើងធ្វើលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ជូនគាត់តែម្ដងមិនមានធ្វើការប្រកាសដោយអាពាហ៍ពិពាហ៍បច្ចុប្បន្ននេះទេតែគាត់ត្រូវមកហ្នឹងមានជាសាក្សីមានជាអីមកដែរដូចជាករណីធម្មតាដែរសាក្សី2នាក់មកអះអាងថាគាត់បានអាពាហ៍ពិពាហ៍ចំនួនពលពតហើយបច្ចុប្បន្ននេះគាត់នៅចាស់តាមនេះហើយស្រុកកំណត់នេះចំនួនអាពតហ្នឹងការមានកូនប្រមាណអ្នកហ្នឹងគាត់សរសេរអះអាងនៅលើពាក្យស្នើសុំរបស់គាត់ហ្នឹងមកពេលដែលបានពាក្យស្នើសុំរបស់គាត់ប្រព្រឹត្តវិដ័យទាំងប្តីប្រពន្ធហ្នឹងមកគឺសង្កាត់នឹងចេញលិខិតបញ្ជាក់អាពាហ៍ជូនគាត់នឹងមិនមែនសម្បត្តិអាពាហ៍ពិពាហ៍ទេគឺលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ហ្នឹងខុសនេះមួយបញ្ជាក់មួយសម្បត្តិអាពាហ៍ពិពាហ៍មួយសម្បត្តិបញ្ជាក់អាពាហ៍ពិពាហ៍បាទតើគាត់ត្រូវទៅសុំនៅសង្កាត់ណាមួយគាត់មានទីលំនៅនៅសង្កាត់ណាអមថាគាត់នៅសង្កាត់ខ្ញុំទលីកស័កអញ្ចឹងគាត់សុំនៅហ្នឹងផ្ទះគាត់នៅហ្នឹងសូមអរគុណលោកខេត្តថរិត